នៅទីក្រុងបំបីអ្នកដឹកជញ្ជូនអាហារដែលហៅថាដាបាវ៉ាឡាគឺជាអ្នកដឹកជញ្ជូនប្រអប់អាហារថ្ងៃត្រង់ក្តៅពីផ្ទះឬភោជនីយដ្ឋានទៅកាន់កន្លែងធ្វើការរបស់អតិថិជនអេឡាដែលជាមេផ្ទះរស់នៅក្នុងទីក្រុងបំបីកំពុងរៀបចំឲ្យកូនស្រីទៅសាលារៀនបន្ទាប់ពីជូនកូនទៅសាលារៀនរួចអេឡាក៏ប្រញាប់ទៅផ្ទះបាយដើម្បីពិនិត្យមើលរូបមន្តធ្វើម្ហូបថ្មីដែលនាងកំពុងសាកល្បងនាងភ្លក់វាប៉ុន្តែមានអារម្មណ៍ថាម្ហូបនោះនៅខ្វះអ្វីមួយអ្នកជិតខាងរបស់នាងគឺអ្នកស្រីដេសផាន់ដេដែលត្រូវបានគេស្គាល់ថាជាអ្នកមីងនៅជាន់លើមានសមត្ថភាពធំក្លិនយ៉ាងមុតស្រួចអ្នកមីងដឹងច្បាស់ថាអេឡាភ្លេចដាក់គ្រឿងផ្សំអ្វីហើយក៏ប្រញាប់បញ្ជូនគ្រឿងទេសដែលគាត់ផ្សំឡើងទៅឲ្យអេឡាដើម្បីធ្វើឲ្យម្ហូបកាន់តែមានរសជាតិឆ្ងាញ់នៅពេលអេឡាដាក់គ្រឿងទេសនោះចូលអ្នកមីងក៏និយាយថាម្ហូបនោះឆ្ងាញ់ឥតខ្ចោះហើយរីឯស្វាមីរបស់អេឡាគឺរាជីវប្រកាសជាពេញចិត្តវាជាមិនខានមិនយូរប៉ុន្មានអ្នកដឹកជញ្ជូនអាហារក៏មកដល់ដើម្បីយកប្រអប់អាហារថ្ងៃត្រង់អេឡាប្រញាប់វិខ្ចប់អាហារឲ្យរាជីវហើយផ្ញើវាទៅជាមួយអ្នកដឹកជញ្ជូនអាហារប្រអប់អាហារថ្ងៃត្រង់ទាំងនោះធ្វើដំណើរតាមរថភ្លើងក្នុងស្រុកជាចម្ងាយផ្លូវឆ្ងាយបន្ទាប់មកពួកវាត្រូវបានគេរៀបចំចាត់ចែងហើយប្រគល់ទៅឲ្យអ្នកដឹកជញ្ជូនអាហារផ្សេងទៀតដែលនឹងយកពួកវាទៅតាមតំបន់ដែលបានកំណត់តំបន់មួយក្នុងចំណោមនោះគឺជាការិយាល័យរបស់សាចាន់ដែលជាកណន័យកពុះម៉ៃម្នាក់កំពុងធ្វើការគាត់នឹងចូលនិវត្តន៍ក្នុងរយៈពេល1ខែទៀតអ្នកដឹកជញ្ជូនអាហារបានចែកប្រអប់អាហារហើយដាក់មួយប្រអប់នៅលើទៅរបស់សាចាន់មិនបានចាប់អារម្មណ៍វាទេរហូតដល់ចាហ្វៃរបស់គាត់គឺលោកស្រុសមកដល់ហើយនាំសេកមកជាមួយសេកគឺជាអ្នកដែលនឹងជំនួសតំណែងសាចាន់បន្ទាប់ពីគាត់ចូលនិវត្តន៍លោកស្រុសបានសរសើរដល់សេកហើយប្រាប់សាចាន់ឲ្យបណ្ដុះបណ្ដាលគាត់ភ្លាមនៅពេលដែលលោកស្រុសចេញទៅសេកបានព្យាយាមនិយាយលេងជាមួយសាចាន់ប៉ុន្តែសាចាន់មានអពកិរិយាប្រងើយកន្តើយនិងឆ្លើយតបដោយពាក្យសម្ដីខ្លីៗគាត់នៅតែបន្តធ្វើការដោយមិនខ្វល់ពីសេកដែលកំពុងរងចាំការណែនាំនោះទេបន្ទាប់មកសេកបានសួរថាតើពួកគេនឹងចាប់ផ្ដើមការបណ្ដុះបណ្ដាលនៅពេលណាសាចាន់ប្រាប់គាត់ថាវាដល់ពេលអាហារថ្ងៃត្រង់ហើយប្រាប់ឲ្យគាត់ត្រឡប់មកវិញក្រោយម៉ោង 1:45 នាទីល្ងាចសាចាន់បើកប្រអប់អាហារថ្ងៃត្រង់ហើយរកឃើញថាវាមិនមែនជាប្រអប់ដែលគាត់ធ្លាប់ទទួលបានជាធម្មតានោះទេគាត់មិនខ្វល់ខ្វាយអ្វីហើយពិនិត្យមើលម្ហូបផ្សេងៗនៅក្នុងប្រអប់គាត់ធំក្លិនឈ្ងុយនៃម្ហូបនីមួយៗគាត់មិនបានហូបម្ហូបផ្ទះបែបនេះយូរណាស់មកហើយដល់ពេលដែលត្រូវប្រគល់ប្រអប់អាហារត្រឡប់ទៅវិញអ្នកដឹកជញ្ជូនអាហារច្រៀងតាមផ្លូវខណៈពេលដែលពួកគេកាន់ប្រអប់ទៅទៀតត្រឡប់ទៅវិញអេឡារត់ទៅមាត់ទ្វារដើម្បីយកប្រអប់ដែលគេទុកនៅទីនោះនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញប្រអប់នោះទទេស្អាតហើយក៏និយាយប្រាប់អ្នកជិតខាងរបស់នាងអេឡាមានសង្ឃឹមថានឹងអាចជួសជុលចំណងអាពាហ៍ពិពាហ៍របស់នាងឡើងវិញដោយការធ្វើម្ហូបថ្មីសម្រាប់រាជីវនាងរីករាយដែលគម្រោងនេះប្រហែលជាកំពុងដំណើរការសាចាន់ឃើញសេកកំពុងសន្ទនាជាមួយមិត្តរួមការងារគាត់មើលនាឡិកាឃើញថាវាដល់ម៉ោង 4:47 នាទីសាចាន់ប្រញាប់ប្រមូលរបស់របរហើយលួចចេញពីការិយាល័យដើម្បីគេចពីការបណ្ដុះបណ្ដាលសេកអេឡារៀបចំខ្លួនព្រោះរាជីវជិតមកដល់ផ្ទះពីកន្លែងធ្វើការនាងស្រែកហៅអ្នកជិតខាងឲ្យបិទតន្ត្រីព្រោះរាជីវត្រឡប់មកដល់ហើយនាងទន្ទឹងរង់ចាំយ៉ាងអន្ទះសារឲ្យគាត់និយាយអ្វីមួយអំពីអាហារថ្ងៃត្រង់ប៉ុន្តែគាត់មិននិយាយអ្វីសោះនៅពេលអេឡាសួរថាអាហារថ្ងៃត្រង់ថ្ងៃនេះយ៉ាងម៉េចដែរគាត់និយាយថាវាឆ្ងាញ់ដូចសពមួយដងអេឡាដឹងថារាជីវមិនបានទទួលប្រអប់អាហារដែលនាងផ្ញើទៅនោះទេប៉ុន្តែមុនពេលដែលនាងអាចនិយាយអ្វីបានរាជីវក៏ទទួលបានទូរស័ព្ទហើយគាត់ចាប់ផ្ដើមនិយាយជាមួយអ្នកម្ខាងទៀតជាភាសាអង់គ្លេសដូច្នេះអេឡាមិនយល់ពីអ្វីដែលគាត់កំពុងនិយាយនោះទេសាចាន់ទៅភោជនីយដ្ឋានក្នុងស្រុកដែលតែងតែផ្ញើម្ហូបឲ្យគាត់ហើយបានសរសើរម្ហូបនៅទីនោះទើបគាត់ដឹងពីមូលហេតុនៃការច្រឡំនោះភោជនីយដ្ឋានប្រើថង់ដាក់ប្រអប់អាហារដូចគ្នាទៅនឹងអេឡាទើបសាចាន់មិនបានចាប់អារម្មណ៍សាចាន់ជាមនុស្សហេកោហើយកម្រនឹងនិយាយជាមួយនរណាម្នាក់ណាស់គាត់មានអពកិរិយាមិនសមរម្យដាក់ក្មេងៗដែលសម្បាររបស់ពួកគេដោយសុភាពរាបសារដែលបានធ្លាក់ចូលទៅក្នុងយ៉រផ្ទះរបស់គាត់ប៉ុន្តែសាចាន់មិនបានឲ្យវិលត្រឡប់ទៅវិញទេដោយគាត់គិតថាក្មេងៗមិនគួរលេងនៅជិតផ្ទះរបស់គាត់តាំងពីដំបូងមកម្ល៉េះនៅយប់នោះសាចាន់ឈរនៅលើយ៉រផ្ទះរបស់គាត់ហើយមើលឃើញអ្នកជិតខាងរបស់គាត់កំពុងរីករាយនឹងការហូបអាហារពេលល្ងាចជាមួយក្រុមគ្រួសាររបស់ពួកគេគាត់ប្រាថ្នាចង់បានរាត្រីបែបនេះខ្លះដែរគាត់ឆាប់ទទួលបាននូវការតបស្នងទៅវិញចំពោះការមិនព្រមប្រគល់បាល់ឲ្យក្មេងៗវិញព្រោះក្មេងស្រីម្នាក់ក្នុងក្រុមនោះបានបិទបង្អួចមិនឲ្យសាចាន់លួចមើលពួកគេពេលកំពុងញ៉ាំអាហារពេលល្ងាចថ្ងៃបន្ទាប់សិកស្វាគមន៍សាចាន់ដោយភាពរីករាយយ៉ាងខ្លាំងហើយប្រាប់គាត់ថាខ្លួនបាននៅរងចាំនៅទូររបស់គាត់តាមពេលវេលាដែលបានព្រមព្រៀងគ្នាប៉ុន្តែសាចាន់បានចាក់ចេញទៅបាត់សាចាន់និយាយថាសិកមកយឺតសាចាន់ធ្វើហាក់ដូចជាមិនខ្វល់ពីសិកដែលកំពុងតែចង់ចាប់ផ្ដើមការបណ្ដុះបណ្ដាលនោះទេសាចាន់ប្រាប់គាត់ឲ្យមកវិញក្រោយពេលអាហារថ្ងៃត្រង់សាចាន់ចង់ដឹងថាតើថ្ងៃនេះគេផ្ញើអ្វីឲ្យគាត់ញ៉ាំសម្រាប់អាហារថ្ងៃត្រង់គាត់ពេញចិត្តនឹងការញ៉ាំអាហារតែម្នាក់ឯងព្រោះម្ហូបដ៏ឈ្ងុយឆ្ងាញ់ធ្វើឲ្យគាត់មានអារម្មណ៍ល្អប៉ុន្តែថ្ងៃនេះគាត់រកឃើញកំណត់ត្រាមួយជាមួយអាហារនោះគាត់ក្រឡេកមើលជុំវិញដោយឆ្ងល់ថាតើនរណាម្នាក់នៅក្នុងការិយាល័យជាអ្នកសរសេរកំណត់ត្រានេះគាត់អានកំណត់ត្រានោះដែលអេឡាបានអរគុណគាត់ដែលបានញ៉ាំអាហារអស់ហើយប្រាប់គាត់ថានាងបានចម្អិនវាសម្រាប់ស្វាមីរបស់នាងនាងក៏បានសរសេរថានាងមានអំណរគុណចំពោះគាត់ដោយនាងបានផ្ញើម្ហូបដែលស្វាមីរបស់នាងចូលចិត្តនៅក្នុងប្រអប់អាហារនោះនាងចុះហត្ថលេខាឈ្មោះរបស់នាងនៅខាងក្រោមអេឡាខ្លាចថាសម្បត្តិនេះអាចនឹងទៅដល់ដៃរាជីវប៉ុន្តែអ្នកមីងនិយាយថារាជីវគួរតែត្រូវបានស្ដីបន្ទោសព្រោះគាត់មិនបានចាប់អារម្មណ៍សូម្បីតែរសជាតិម្ហូបដែលខុសពីធម្មតាកាលពីម្សិលមិញសាចាន់មានអារម្មណ៍ខុសដែលបានញ៉ាំអាហាររបស់អ្នកដទៃថ្ងៃនេះគាត់មិនប្រកាសថាត្រូវធ្វើអ្វីទេដូច្នេះគាត់ជ្រើសរើសញ៉ាំវាយ៉ាងណាក៏ដោយហើយផ្ញើសារឆ្លើយតបទៅវិញជាមួយប្រអប់អាហារនោះអេឡាអានចម្លើយនោះដែលសរសេរថាអាហារថ្ងៃនេះប្រៃខ្លាំងណាស់អេឡាប្រាប់អ្នកមីងហើយអ្នកមីងខឹងនឹងភាពមិនសមរម្យរបស់អ្នកផ្ញើ
អ្នកមីងបានបញ្ជូនម្ទេសទៅឲ្យហើយប្រាប់អេឡាឲ្យប្រើវានៅពេលក្រោយអេឡាមិនប្រកាសថាជានាងចង់បន្តធ្វើរឿងនេះឬអត់នាងនិយាយថានាងនឹងនិយាយជាមួយអ្នកដឹកជញ្ជូនអាហារប៉ុន្តែអ្នកមីងបានខាត់នាងសេកឃើញសាចាន់នៅក្បែរធ្នើដាក់ឯកសារគាត់ព្យាយាមនិយាយជាមួយសាចាន់ម្ដងទៀតប៉ុន្តែមិនទទួលបានចម្លើយអ្វីឡើយគាត់ថែមទាំងសរសើរពីក្លិនដ៏ឈ្ងុយនៃប្រអប់អាហាររបស់គាត់ហើយនិយាយថាភរិយារបស់គាត់ពូកែធ្វើម្ហូបណាស់សាចាន់និយាយថាភរិយារបស់គាត់បានស្លាប់បាត់ទៅហើយរួចក៏ដើរចេញទៅដោយទុកឲ្យសេកមានការងឿងឆ្ងល់សាចាន់រំភើបខ្លាំងណាស់ចំពោះអាហារថ្ងៃត្រង់របស់គាត់ឥឡូវនេះរហូតដល់គាត់បើកគម្របប្រអប់អាហារគ្រាន់តែដើម្បីធំក្លិនវាហើយទាយថាវាអាចជាអ្វីនៅថ្ងៃនោះសាចាន់គឺជាមនុស្សដំបូងគេដែលបញ្ចប់ការងារហើយទៅញ៉ាំអាហារថ្ងៃត្រង់គាត់រកមើលកំណត់ត្រាប៉ុន្តែថ្ងៃនេះអេឡាមិនបានផ្ញើកំណត់ត្រាមកទេផ្ទុយទៅវិញនាងបានធ្វើម្ហូបឲ្យហឺខ្លាំងដើម្បីបង្ហាញពីការមិនពេញចិត្តរបស់នាងដែលគាត់មិនចេះដឹងគុណអេឡាមានការភ្ញាក់ផ្អើលនៅពេលដែលប្រអប់អាហារត្រឡប់មកវិញដោយភាពទទេស្អាតម្ដងទៀតហើយសាចាន់បានសរសេរថារសជាតិប្រៃគឺអាចទទួលយកបានប៉ុន្តែរសជាតិហឹរគឺខ្លាំងពេកសម្រាប់គាត់បានញ៉ាំចេកពីផ្លែក្រោយអាហារថ្ងៃត្រង់ដើម្បីសម្រួលក្រពះរបស់គាត់អេឡានៅភ្ញាក់ពេលយប់ដោយគិតពីបុរសដែលញ៉ាំអាហារដែលនាងធ្វើថ្ងៃបន្ទាប់ក្នុងកំណត់ត្រានោះអេឡាបានរៀបរាប់ថាស្វាមីរបស់នាងត្រឡប់មកពីធ្វើការយឺតហើយមិនបាននិយាយស្ដីជាមួយនាងទេនាងនិយាយអំពីអ្នកមីងនៅជាន់លើដែលនាងរៀនធ្វើម្ហូបជាមួយនាងប្រាប់គាត់ថាស្វាមីរបស់អ្នកមីងបានដេកលក់ក្នុងសភាពកូម៉ាអស់រយៈពេល15ឆ្នាំមកហើយប៉ុន្តែថ្ងៃមួយគាត់ក៏ដឹងខ្លួនឡើងវិញហើយចាប់ផ្ដើមជួសជុលកង្ហារបន្ទាប់ពីអានសម្បត្តិរបស់អេឡាសាចាន់មានអារម្មណ៍ស្រួលចិត្តក្នុងការរៀបរាប់រឿងរបស់គាត់ប្រាប់នាងពីរបៀបដែលភរិយារបស់គាត់ស្លាប់ហើយថែមទាំងណែនាំនាងថាការមានកូនមួយទៀតពេលខ្លះអាចជួយឲ្យចំណងអាពាហ៍ពិពាហ៍រស់ឡើងវិញយប់នោះសាចាន់ទៅភ្នូររបស់ភរិយាគាត់បន្ទាប់ពីខកខានយូរវាពិតជាមិនត្រូវបានថែរក្សាយូរមកហើយដោយធ្វើតាមដំបូន្មានរបស់សាចាន់អេឡាព្យាយាមស្និទ្ធស្នាលជាមួយរាជីវប៉ុន្តែរាជីវបានបដិសេធនាងព្រឹកមួយការកកស្ទះចរាចរណ៍នៅលើផ្លូវក្នុងទីក្រុងប៊ុំបៃបានធ្វើឲ្យអ្វីគ្រប់យ៉ាងឈប់ដំណើរការសាចាន់កំពុងរង់ចាំក្នុងឡានតាក់ស៊ីឲ្យចរាចរណ៍កម្រើកអ្នកបើកឡានប្រាប់គាត់ថាមានស្ត្រីម្នាក់ជាមួយកូនស្រីបានលោតពីលើអគារក្បែរនោះដែលជាហេតុធ្វើឲ្យមានការកកស្ទះចរាចរណ៍សាចាន់ចុះពីលើឡានទាំងភ័យស្លន់ស្លោនៅពេលឮដំណឹងនេះថ្ងៃនោះគាត់មានការព្រួយបារម្ភព្រោះម៉ោង1ទៅហើយប្រអប់អាហារថ្ងៃត្រង់មិនទាន់មកដល់ទេគាត់មានការភ័យខ្លាចព្រោះគាត់បានគិតដល់អេឡានិងកូនស្រីរបស់នាងនៅពេលដែលគាត់ឮដំណឹងនោះគាត់មិនអាចផ្ចង់អារម្មណ៍លើការងាររបស់គាត់បានទេហើយសម្លឹងមើលអ្នកចែកចាយអាហារដោយក្តីសង្ឃឹមគាត់មានអារម្មណ៍ធូរស្រាលនៅពេលអ្នកចែកចាយប្រគល់ប្រអប់អាហារឲ្យគាត់ហើយគាត់បានធំក្លិនដ៏សមនៃអាហារដែលចម្អិននៅផ្ទះគាត់ទើបតែចាប់ផ្ដើមអានកំណត់ត្រារបស់អេឡានៅពេលដែលសេកមកកាត់ចង្វាក់សាចាន់ព្យាយាមដេញសេកឲ្យចេញម្ដងទៀតប៉ុន្តែសេកនៅតែរឹងរូសសេកបានរៀបរាប់ថាគាត់ជាក្មេងកំព្រាគាត់បានរៀនអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងរួមទាំងកាត់ញៀកណៃផងដែរហើយឈ្មោះរបស់គាត់ក៏គាត់ជាអ្នកជ្រើសរើសដោយខ្លួនឯងដែរគាត់ក៏និយាយថាសាចាន់មិនចាំបាច់ព្រួយបារម្ភទេព្រោះគាត់នឹងរៀនការងារការិយាល័យដោយខ្លួនឯងដែរគាត់ចាប់ផ្ដើមដើរចេញសាចាន់មានអារម្មណ៍ថាគាត់មិនគូខូខើចំពោះសេកខ្លាំងពេកទេហើយក៏ហៅគាត់ឲ្យត្រឡប់មកវិញគាត់ផ្ដល់ការងារឲ្យសេកដែលធ្វើឲ្យសេកសប្បាយចិត្តយ៉ាងខ្លាំងគាត់ត្រឡប់ទៅអានសម្បត្តិរបស់អេឡាវិញនាងបានលើកឡើងពីដំណឹងនោះហើយស្រមៃថាខ្លួននាងស្ថិតក្នុងស្ថានភាពដូចស្ត្រីដែលបានលោតពីលើអគារនោះនៅក្នុងកំណត់ត្រារបស់គាត់សាចាន់សុំឲ្យនាងកុំគិតបែបនោះជួនកាលរឿងរ៉ាវមិនដូចអ្វីដែលយើងមើលឃើញនោះទេគាត់រៀបរាប់ពីឧបទ្ទហេតុមួយដែលគាត់កំពុងជិះឡានក្រុងដែលមានមនុស្សច្រើនណែនតាមតាប់គាត់មានអារម្មណ៍ថាមាននរណាម្នាក់ប៉ះគាត់មិនសមរម្យស្ត្រីចំណាស់ម្នាក់ដែលឈរនៅក្បែរគាត់បានសម្លឹងមើលគាត់ជាប់ដែលធ្វើឲ្យគាត់គិតថាជារូបគាត់វាបានคล้ายជាបុរសម្នាក់នៅពីមុខគាត់ដែលកាន់ថតឯកសារដែលប៉ះគាត់នៅពេលឡានក្រុងរំកិលខ្លួនអេឡាសើចពេលអានរឿងនោះសាចាន់ចាប់ផ្ដើមធ្វើជាមិត្តជាមួយសេកហើយពួកគេថែមទាំងធ្វើដំណើរត្រឡប់មកវិញជាមួយគ្នាទៀតផងសេកប្រើពេលវេលារបស់គាត់បានល្អក្នុងពេលធ្វើដំណើរទៅផ្ទះគាត់ចិត្តបន្លាយនឹងខ្ទឹមបារាំងដែលគាត់ដាក់ក្នុងកាបូបដើម្បីសន្សំសំចៃពេលក្នុងការចម្អិនអាហារអេឡាមានអារម្មណ៍សប្បាយចិត្តដែលមាននរណាម្នាក់ចែករំលែករឿងរ៉ាវជីវិតរបស់នាងសាចាន់ចែករំលែកអាហារជាមួយសេកដែលញ៉ាំចេកសម្រាប់អាហារថ្ងៃត្រង់សេកមានការរំជួលចិត្តចំពោះកាយវិការនេះហើយចូលចិត្តអាហារនោះព្រោះគាត់ឃ្លានខ្លាំងណាស់ប៉ុន្តែមិនចង់និយាយវាចេញមកថ្ងៃនោះសាចាន់បានសរសេរទៅកាន់អេឡាដោយប្រាប់នាងថាគាត់បានរកឃើញវីដេអូកម្មវិធីទូរទស្សន៍ចាស់ៗដែលភរិយារបស់គាត់ធ្លាប់មើលគាត់បានមើលកម្មវិធីទាំងអស់រហូតដល់ព្រឹកព្រលឹមគាត់នឹកភរិយារបស់គាត់ណាស់នៅក្នុងសម្បត្តិរបស់នាងអេឡាសុំឲ្យគាត់កុំជក់បារីហើយនិយាយអំពីឪពុករបស់នាងដែលមានជំងឺមហារីកដោយសារការជក់បារីច្រើនពេកយប់នោះសាចាន់មិនបានប៉ះបារីឡើយហើយព្យាយាមគ្រប់គ្រងចិត្តខ្លួនឯងអេឡាបានទិញទ្រព្យព្រោះសាចាន់បាននិយាយថាវាជាម្ហូបដែលគាត់ចូលចិត្តខណៈពេលដែលកំពុងបោកខោអាវអេឡាធំក្លិនទឹកអប់នៅលើអាវរបស់រាជីវបន្ទាប់មកនាងដឹងថារាជីវកំពុងមានទំនាក់ទំនងក្រៅអាពាហ៍ពិពាហ៍គាត់នៅឆ្ងាយពីនាងនាពេលថ្មីៗនេះហើយតែងតែទៅការិយាល័យក្នុងម៉ោងមិនប្រក្រតីដោយមានអារម្មណ៍អស់សង្ឃឹមនាងនាំកូនស្រីទៅលេងម្ដាយរបស់នាងចង់ពិភាក្សាអំពីទំនាក់ទំនងដែលកំពុងបរាជ័យរបស់នាងជាមួយម្ដាយប៉ុន្តែនាងបានលាក់វាទុកក្នុងចិត្តបន្ទាប់ពីដឹងថាម្ដាយរបស់នាងត្រូវលក់ទូរទស្សន៍ដើម្បីទិញថ្នាំឲ្យឪពុកដែលកំពុងឈឺសាចាន់ញឹមនៅពេលឃើញម្ហូបដែលគាត់ចូលចិត្តនៅក្នុងប្រអប់អាហារគាត់មិនអាចទប់ចិត្តបានក្នុងការភ្លក់វាមួយម៉ាត់មុនពេលដាក់លើចានគាត់យកកំណត់ត្រាចេញប៉ុន្តែក្រឡេកមើលជុំវិញដើម្បីមើលថាតើសេកនៅក្បែរនោះឬអត់បន្ទាប់មកគាត់អានកំណត់ត្រានោះ
เอลาสอเซอมปีสวามีระบบเนียงได้มีตุ่มเนตุ่มนองครับเนียงมันไอประชมมกนังกวาดบานเตปรุเนียงขมิ้นกันหลายเตอปันใต้เนียงจ้องเตอประเทศบูตันกงสไลระบบเนียงชั่วโมงมีนาเตอบ้านบังเรียนในศาลาเรียนอมปีประเทศบูตันได้ชี้กันหลายได้โปเกมินสันตุสุเพมังโกลชิดฟรบดับใบทินิทาปูรถแต่งอ้อระบบโปเกมินสุเพมังโกลซาจันมินอารมณ์อันนัดดอลเอลาให้มันอัดยามหานุออนไลน์ทั้งไงนุกวดสู้สำนวนเนียงมวยให้ปรารถนาจ้องเตอประเทศบูตันจีมวยเนียงคณะเป้กำปงตรลับเตอประเทศวิงซาจันมินอารมณ์สบายเชิดเซ็กสู้รบมูลให้ปันใต้ซาจันชลายเล็งไซถากวดกำปงมินกำรงเตอตั้งตีลมเนอประเทศบูตันเซ็กคอมตรกวดให้ปรับกวดถาการจำนายสำหรับรูเนอระบบประเทศบูตันมินกำรัดเตียบพลังนะโดยเฉพาะเวียปัจจิสัตซ้อมนังเตอตีนุกวดบรรทอติดถามาได้ระบบกวดทลบนิยายถาจูนการรถเพลิงได้ข้อไอ้น้อมเนตดอสถานีได้ตรมเตอได้ปิปวนีอัมปีครุฑนาดอริกรีรวิงซาจันนังเอลาหลังจากนู้ซาจันบางวิทยุดัมใบสตาร์ปอตระบบประเทศบูตันกวดพลิกรีนังบอดจมเรียงได้จับสายทั้งไงบรรทบเอลาสู้กวดถาแต่โปเกไอเตอร์ประเทศบูตันชิมวยขณีได้ระเบียบนาคณะได้เนียงไทม์เตียงมันสกอตชมุกวดพองรัสเซียนู้ซาจันบานสอเซชมูระบบกวดอ่อยเนียงเรื่องราวระบบโปเกได้จับดามโดยการฉลองให้กลายหมอกบานคล้ายจิมัตเพียบเอเลนี่กำปงไพรเตอร์จีการสลายขณีเตอร์วินเตอร์หมอกบรรทบหมอกเอลาสนาอ่อยโปเกจุบขณีเนอมังมวยขนมห้างกาแฟดอกเป็นนิยมมวยเนอเปซาจันกำปงสำหรับจัดทานหนึ่งเฟื่อไว้กวดเตอร์บานเจอไฟระบบกวดคือลูกสโลไฮเตอร์จูลูกสโลคังสัมบาปรุแต่เพียบจระบกจระบอลได้บรรดาหมอกปีกาคนนี้ระบบเซกปันไตซาจันบานตัวเขาเตอร์จมนู้จำปุ๊กกำฮอกแต่งนู้ลูกสโลดังท่าซาจันมันได้ถ้วยกำฮอกสมใบแต่มาดองขนมระยะเปซ้ำสปรามชนำในการบำราการเงียให้กวดกำปงตัวเขาเตอร์จมนู้ดังใบกาเปียเซกวดอ่อยโปเกเจนเตอร์วินโดยการประเมียนซาจันใกล้สำรวจเอ็กซากรอยมองกางเงียเซกมินอำนอกุนจมปุ๊กกวดได้บ้านช่วยกวดให้ดังใบซ่องกำฮอกระบบกวดบ้านอันเชิญซาจันหมกแต่ระบบกวดสำหรับอาหารเปลเงียนิซาได้จีภริยระบบเซกบ้านสู้จำลายซาจันอัมปีภริยระบบกวดซาจันปรับเนียงท่าภริยระบบกวดบ้านตัวมรณเพียบบัตเตอร์ไฮปันไตกวดเมียนมัดใส่มันเนี่ยให้ชมูระบบเนียงคือเอลาเซกนิยายท่ากวดหนึ่งนิซาหนึ่งเรียบกาขนมเปชับนี่กวดสู้จำลายซาจันท่าแต่กวดหนึ่งทั่วจีเนะกติยศระบบกวดได้หรือเตกวดก่อบ้านอันเชิญเอลาได้ซาจันมินอารมณ์กติยอให้นิยายท่าโปเกหนึ่งมอกโจรูมังโกลการระบบกวดเซกปรับกวดท่าปุกระบบกวดกำปงอ่อยกวดโจนิวัดให้กวดหนึ่งรบดำน้ำจุ่มนุ้ยก้าเซกเซกเปิดชีสบายเจ็ดสำหรับซาจันให้ส้มอ่อยกวดกลมปรับอปุกไม่กระบอกกวดบ้านมันดุชเนเตกวดหนึ่งมันตัวบ้านหมดตัวลอยทั้งไงบรรทบซาจันจำนายเป้บันทายขนมการเรียบจองคลวนปลุกกวดหนึ่งเตยจูบเอลาเนื้อเป้กำปงถ้วยดำนาบรอไว้ขมิ้นมันเนี่ยบ้านอ่อยก็ไอซาจันอังกุยได้ดำบงลายซาจันเพียเยี่ยมปฏิเสธปันตายกลอยมอกกอบประมังกุยเรื่องนี้ทั่วไอซาจันดังท่ากวดกำปงจ้าเตอให้กวดสำหรับจัดรักษาแผนการดำระบบกวดขนมการโจนิวัดมนกากำหนดรัสเซียนุเอลารองจำเนื้อห้างกาแฟจิยูหมอกหายปันตายซาจันมันบ้านมอกบังหันคลวนลายยบนุเอลามันอาจเด็กลุโดยช่องท่าให้ดไว้บ้านจีซาจันมันหมอกทั้งไงบรรทบเอลาพญาประอบอาหารเตเตอร์อ่อยกวดดำใบอ่อยกวดดังท่าเนียงกำปงเครื่องปลุกกวดบ้านบองเจ้าการนัดชูประบอเนียงซาจันสเซเตเนียงเวนทากวดปิดจีซอมนังตัวบ้านประอบอาหารเตนุบรรทบหมอกกวดปรับเนียงท่ากาปิมเซอร์มันกวดบ้านเคลื่อนคลวนไอ้ขนมกันเจาะให้เวียกอดทั่วอ่อยกวดนักเคลื่อนท่าบรรทบตึกมีนเคลื่อนโดยเตอร์หนึ่งเคลื่อนบรรทบปีจีดาระบอกกวดงูตะกรวดกรอนแต่เลิกนี้เวียมันแมนจีดาระบอกกวดเตะปันตายคือรูปกวดตัวกวดก่อบ้านจุนดำนังดอนเนียงได้ท่ากวดบ้านหมกโภชนียฐานนุให้เคยเนียงรงจำเป็นมวยเปเนียงเมื่อเตอร์สรัสอัดนะบุกวดรำลึกเนียงท่าเนียงนึกไม่เนลายกวดจ้องอกุนเนียงได้บ้านอนุญาตอ่อยกวดคลายจีบในมวยในชีวิตระบอกเนียงกรอยหมอกเซกรีบกาซาจันคือจีมนุษย์แต่มันเนี่ยกดได้โจรวมปีขังเซกซาจันกำปงจะเจนแต่นาซิกรอยปีที่มังโกลกาเซกซาเพียบทากวดมันมีอารมณ์ละอเตได้ครูหนึ่งมัดพัดระบอกกวดกำปงจะเจนเตอซาจันนังเอลาสุดแต่มีอารมณ์มันละอปรุโปเกมันไอเนอร์จิมวยขเนียบ้านเอลากำปงทเวกิจกาบแต่เนเปเนียงตัวบ้านตุรศัพท์ปีมาได้ระบอกเนียงได้ปรับเนียงท่าปุกระบอกเนียงบ้านตัวมรณเพียเอลายมกรอยเปดักตุรศัพท์เนียงประยับเติบแต่มาได้ระบอกเนียงให้ขึ้นมาได้อังกุยเงียบเนียงอ้อมได้ให้พี่ยิ้มลุงลมกวดปันใต้มาได้ปรับเนียงท่าโปเกมีนปัญหาจิตรันขนมตุ่มเนตุ่มนองระบบโปเกระหดดอนเนียงมีอารมณ์สอบเพิ่มจมพูหับปุกระบอกเอลาเนียงกรอนแต่บ่มเป็นตัวนิติจีภริยโดยมีอารมณ์เอาไว้แต่งอ้อสำหรับกวดเอลาดังท่านี่คือชีวิตระบบเนียงจิมวยราจีฟกากท่าเนียงนั่งมันมีอารมณ์เอาไว้เตะประสันบัสไตรสวามัยระบบเนียงสลับเตอร์ทั่วไอเนียงเพย์คลายโดยเฉพาะเนียงสำหรับเจ็ดเตอร์จูบสัจจันในการยาไลระบบกวดเนียงปรับเนดักจินจูนอาหารท่าประอบอาหารเตอร์บันพญาเตอร์อาศัยทานข้อให้บรรทบหมกสู้รบอาศัยทานการยาไลระบบสัจจันเนียงนอมโกนไซเตอร์จิมวยเนียงจูบเซกได้ปรับเนียงท่าสัจจันบานจะเจนปีกรมหนให้พลัดเตอร์ในนาซิกบัตเตอร์ไฮสัจจันบานลางรถเพลิงเตอร์นาซิกเอลามินกาพยับอาหนึ่งคึกจัดได้สัจจันจะเจนโดยเหมือนบานปรับเนียงเอาไว้แต่งอ้อเนียงตรอลบเติบแต่วิงซาจันก็ตรอลบเติบแต่จ้าระบบกวดวิงได้กวดบานโปรชิดมันพลัดเตอร์ตีนาติเตทั้งไงบรรทบปีจูนโกนสไลเตอร์สลาเรียนเอลาซอเซเตอร์ซาจันโดยปรับกวดท่าเนียงกำปงจะเจนปีราชีฟเนียงบ้านลูกเครื่องอลังการแต่งอ้อระบบเนียงให้จิมวยหนึ่งประได้เนียงบ้านโปรโมเนียงกำปงพลัดเตอร์ประเทศบูตันจิมวยโกนสไลระบบเนียงบ้านวิกชอบกับบบรูทรอให้กำปงรงจำโกนสไลระบบเนียงตรอลับมอกปีสลาเรียนวิงปุกเกนังจีรถเพลิงเนอร์เซียนุ
នាងនៅតែពិចារណាថាតើគួរផ្ញើសម្បត្តិនេះទៅឲ្យគាត់ឬអត់ជាការចៃដន្យនៅថ្ងៃដដែលនោះសាច័ន្ទទៅជួបអ្នកដឹកជញ្ជូនអាហារហើយសួររកអាស័យដ្ឋានរបស់អេឡាខ្សែភាពយន្តបញ្ចប់ដោយអេឡាកំពុងរង់ចាំកូនស្រីត្រឡប់មកពីសាលារៀនវិញហើយសាច័ន្ទកំពុងធ្វើដំណើរទៅផ្ទះរបស់នាងជាមួយអ្នកដឹកជញ្ជូនអាហារដែលតែងតែមកយកនិងដឹកជញ្ជូនប្រអប់អាហារនោះសូមអរគុណច្រើនដែលបានទស្សនាសូមចុច like វីដេអូនេះនិងចុច subscribe ដើម្បីទទួលបានវីដេអូថ្មីៗទៀតបាយបាយ